ប្រហុកជាម្ហូបប្រពៃណីមួយប្រភេទដែលជនជាតិខ្មែរនិយមចូលចិត្តទទួលទានគ្រប់ក្រុមគ្រួសារតាំងពីដូនតារៀងមកដោយសារតែម្ហូបប្រភេទនេះសម្បូរទៅដោយជាតិប្រូតេអ៊ីនជួយទ្រទ្រង់រាងកាយកាន់តែប្រសើរនៅរដូវទឹកសម្រក់ជារៀងរាល់ឆ្នាំពេលដែលទឹកបឹងទន្លេសាបហូរត្រឡប់ចុះមកក្រោមវិញគឺជាឱកាសឲ្យអ្នកនេសាទចាប់ត្រីបានច្រើនពិសេសគឺប្រភេទត្រីតូចៗសម្រាប់ធ្វើប្រហុកផ្អកប្រជាពលរដ្ឋខ្មែរដែលនិយមទទួលទានប្រហុកផ្អកមិនដែលខកខាននឹងការធ្វើប្រហុកផ្អកនោះទេទោះបីឆ្នាំខ្លះត្រីមានស្ថានភាពតូចជាងសពមួយដងក្តីឬមានតម្លៃថ្លៃបន្តិចក៏ដោយតែជាទូទៅគ្រួសារខ្មែរពិសេសកសិករដែលរស់នៅជនបទតែងតែស្វែងស្វែងមកទិញត្រីធ្វើប្រហុកផ្អកទៅតាមលទ្ធភាពរបស់ខ្លួនមិនដែលខកខានឡើយចំណែកឯប្រជាពលរដ្ឋខ្លះដែលមានអាសយដ្ឋានរស់នៅតាមដងទន្លេបានយកការធ្វើប្រហុកផ្អកធ្វើជាមុខរបរប្រចាំគ្រួសារដែលការផលិតរបស់ពួកគាត់ធ្វើជាទ្រង់ទ្រាយធំសម្រាប់ការនាំចេញទៅកាន់ទីផ្សារបែបនេះធ្វើឲ្យគ្រួសារខ្លះប្រឈមនឹងកង្វះថវិកាមួយចំនួនដើម្បីប្រមូលទិញត្រីឲ្យបានច្រើនសម្រាប់ធ្វើប្រហុកស្តុកទុកលក់ពេលបានថ្លៃក្រោមកិច្ចទំនាក់ទំនងល្អជាមួយបណ្ដាញសុខដុមរមនាសហគមន៍ខណ្ឌឫស្សីកែវពលរដ្ឋចំនួន847គ្រួសារដែលជាសមាជិកសហគមន៍រស់នៅតាមដងទន្លេក្នុងខណ្ឌឫស្សីកែវតែងទទួលបានឥណទានត្រីប្រហុកជារៀងរាល់ឆ្នាំពីមូលនិធិអភិវឌ្ឍកាត់បន្ថយភាពក្រីក្រមកអកភ្នំពេញ332លាន332លានដើម្បីបំរើដល់សមាជិកណាសហគមន៍ឲ្យយកមកធ្វើនៅអប់សន្យាថានឹងបងត្រឡប់វិញទាន់ពេលវេលាវាសម្រាប់យើងទៅដំណាំមិនអត់ខុសប្រហែលទេកណាចាប់ឆាប់សងបានរៀងនេះជាឆ្នាំទី14ដែលសមាជិកសហគមន៍ក្នុងខណ្ឌឫស្សីកែវទទួលបានឥណទានប្រភេទនេះដែលគម្រោងការនេះបានចាប់ផ្ដើមអនុវត្តជំហានដំបូងក្នុងកម្រិតថវិកា95លានរៀលក្នុងឆ្នាំ1999ហើយកើនឡើងរហូតដល់ចំនួន832លានរៀលនៅឆ្នាំ2012នេះអ្វីជាការកត់សម្គាល់ការកើនឡើងនៃកម្រិតឥណទានជារៀងរាល់ឆ្នាំនេះគឺអាស្រ័យដោយសមាជិកសហគមន៍ទាំងអស់ត្រូវបានគេវាយតម្លៃថាជាពលរដ្ឋល្អខ្ចីហើយសងវិញបានគ្រប់ចំនួនតាមការកំណត់ធ្វើឲ្យមូលនិធិរក្សាបានទុនបម្រុងសម្រាប់បង្វិលជូនបងប្អូនវិញទៅតាមសំណើនិងទាន់ពេលវេលាក្រោមពាក្យស្លោកថាឲ្យលុយចាំត្រីប្រសើរជាងត្រីចាំលុយ